បាទអញ្ញាតគ្រប់ជំរាបសួរពុកម៉ែភូមិបងប្អូនទាំងអស់គ្នាក្នុងនិងក្រៅប្រទេសបាទហ្នឹងហើយខ្ញុំធ្វើវីដេអូមួយតាក់ទងជាមួយនឹងរឿងថៃដែលបាត់បង់ចំណូលជាច្រើនបាទខ្ញុំនិយាយពីចំណូលទី1គឺចំណូលអ្នកជំងឺខ្មែរយើងណាជាច្រើនរូបដែលរំពឹងទៅលើពេទ្យថៃដែរពេទ្យប៉កែបាទពេទ្យប៉កែណាបាទប៉កែខាងណាត់ឲ្យទៅយកថ្នាំមករាល់ខែរាល់ថ្ងៃរាល់ឆ្នាំលេបថ្នាំពេទ្យតលងាប់ណាណាត់ឲ្យណាត់ទៅយកថ្នាំលេបតលងាប់មិនមែនទៅព្យាបាលឲ្យជាទេបាទអញ្ចឹងគ្រាន់តែប្រជាពលរដ្ឋខ្មែរយើងទៅប្រទេសវាខ្ញុំស្មានទៅខ្ញុំនិយាយអសរោះអញ្ចឹងទៅខ្ញុំពីមុនស្រឡាញ់ថៃតែដល់ពេលវាធ្វើចរិតអញ្ចឹងខ្ញុំលែងស្រឡាញ់ពួកអត់ត្រូវក្របរបស់នេះបាទហើយខ្ញុំពីមុនខ្ញុំសហការរកស៊ីជាមួយថៃឥឡូវខ្ញុំលែងសហការរកស៊ីជាមួយថៃហើយបាទដោយសារតែបញ្ហាគឺខ្ញុំអប់វាចង់បានដីខ្មែរបាទវាយកពីសម័យមុននោះមិនទាន់អស់ចិត្តវាចង់មកយកសម័យ2025នេះទៀតអញ្ចឹងខ្ញុំមិនអនុញ្ញាតខ្ញុំមិនព្រមបើកបេះដូងខ្ញុំមិនមានចិត្តទូលំទូលាយអីជាមួយវាទៀតទេបាទអត់មានមនោសញ្ចេតនាអីជាមួយវាទៀតទេខ្ញុំស្អប់បាទហើយប្រជាពលរដ្ឋវាមួយចំនួនក៏កំពុងតែចង់រើបំរាស់ហើយក៏កំពុងតែដឹងខ្លួនខុសហើយក៏កំពុងតែចង់ថាដកធ្វើម៉េចបើចេះហាម5អានេះដឹកនាំវាឈួតនឹងបានណាវាពួកគាត់នឹងហាមវាភ្លាមតែពួកគាត់ចាល់ដែរបងប្អូនរើបំរាស់ទៅខ្លាចគេបាញ់ចោលខ្លាចគេចាប់ដាក់គុកអញ្ចឹងណាបាទអញ្ចឹងគ្នាមិនដឹងថាម៉េចដឹងខ្លួនខុសដឹងថាប្រជាពលរដ្ឋឯងថ្នាក់ដឹកនាំឯងនោះវាកំពុងតែធ្វើរឿងឈួតបងប្អូនជឿដូចខ្ញុំអត់បាទប៉ុន្តែមិនដឹងធ្វើម៉េចកើតបាទបានត្រឹមតែឆ្អែតចិត្តហួសចិត្តព្រោះឃើញចាស់ខ្លះគាត់ខ្មែរស៊ីសកេតខ្មែរបុរីរ៉ាំខ្មែរតខួបបាទគាត់ធ្វើវីដេអូដែរគាត់ផុសដែរបាទនិយាយពីរឿងប្រាសាទវិញបើសិនណាប្រាសាទពួកវាប្រាសាទដូនតាវាសួរថាតើមានអសរវាមួយមិនបាច់ថាមានមួយជួរឬក៏មួយខ្សែឬក៏មួយសន្លឹកសភៅអីទេខ្ញុំនិយាយពីអសរមួយនៅលើនោះមានអត់មានទេបាទសូម្បីតែកកៃខខូងងួវាហ្នឹងមិនមានផងបាទខខ្វាយវាហ្នឹងបាទខខៃខខួតវាហ្នឹងអញ្ចឹងវាមលោមពៀនមកលើខ្មែរយើងគឺវាកំពុងតែទទួលរងបាបកម្មបងប្អូនមើលបាបកម្មអីខ្លះទឹកចំនួនក៏លិចច្រើនលើវាណាផ្ទុះកេសនីបាក់ដីស្រុតដីឆេះអូរឿងច្រើនណាគ្រោះមហន្តរាយគ្រប់បែបយ៉ាងបាទកលាប់ឡានតាហ៊ាននឹងសារពួកអបធនីស្រូបបាទបធនីស្រូបហើយនឹងទេវតាបរាមុខបាទវាអត់ទាន់ដឹងខ្លួនទៀតតលថ្នាក់ដឹកនាំវាទេវតាវាយបំបាក់កពឹងធ្លាក់ទៅលើកៅអីថ្មល់បានវាដឹងខ្លួនពួកឯងបើសិនណាអញចេះផ្លុំមកផែតងាប់ថ្នាក់ដឹកនាំពួកឯងអញផ្លុំងាប់តលអស់អញប្រាប់ឯងអញនិយាយអសរោះតិចចុះពួកឯងមិនគួរឡើយណាឯងធ្វើចរិតមិនស្មើសัตว์ឆ្កែទេហ្នឹងហើយបងប្អូនទាំងអស់គ្នាបាទជួយ like ជួយ share វីដេអូនេះម្នាក់មួយផងបាទអរគុណច្រើនបាទជូនពរឲ្យកងទ័ពយើងនៅជួរមុខសុខភាពល្អសំណាងល្អបាទសុខភាពរឹងមាំល្អគ្រប់ក្រុមគ្រួសារគ្រប់គោលដៅទាំងអស់បាទកុំឲ្យមានបញ្ហាកើតឡើងសូមឲ្យដួងវិញ្ញាណក្ខន្ធបលឹងបុព្វបុរសខ្មែរដែលប្រកែស័ក្តិសិទ្ធិនតាចាស់ទឹកម្ចាស់ដីនៅទីនោះជួយថែរក្សាបំបត្តិបំបាំងគ្រាប់វាគ្រាប់បាទឲ្យទៅខាងវាវិញទៅអរគុណច្រើនជម្រាបលាបងប្អូនជួបគ្នាវីដេអូក្រោយបាយជួយ like ជួយ share ម្នាក់មួយផងណា